សំណល់ឈើនិងកំទេចអាចរណាដែលមនុស្សភាគច្រើនចាត់ទុកថាជាសម្រាមកំពុងត្រូវបានប្រែក្លាយទៅជាវត្ថុធាតុដើមថ្មីមួយដែលរឹងមាំប្រើប្រាស់បានយូរនិងជួយកាត់បន្ថយការបំពុលបរិស្ថាននេះជានវានុវត្តន៍របស់សហគ្រាសក្នុងស្រុកមួយគឺ Anon Cambodia ដែលបានកែច្នៃកាកសំណល់ឈើទៅជាផលិតផលដែលមានតម្លៃខ្ពស់សម្រាប់ការប្រើប្រាស់និងជាវត្ថុអនុស្សាវរីយ៍ច្រើនប្រភេទស្នាដៃទាំងនេះបានឈ្នះពានរង្វាន់នវានុវត្តន៍សាធារណៈឆ្នាំ2026និងកំពុងបង្ហាញថាកាកសំណល់អាចក្លាយជាធនធានដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចបៃតងជារៀងរាល់ឆ្នាំកាកសំណល់ឈើនិងកំទេចអាចរណារាប់ម៉ឺនតោនត្រូវបានដុតឬបោះបង់ចោលវាបានបង្កផ្សែងពុលដែលប៉ះពាល់ដល់បរិស្ថាននិងធ្វើឲ្យខាតធនធានដែលអាចកែច្នៃបានសម្រាប់សហគ្រាស Anon Cambodia កាកសំណល់ទាំងនេះមិនមែនជាសម្រាប់ទេវាជាវត្ថុធាតុដើមសម្រាប់បង្កើតផលិតផលថ្មីដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ Anon Cambodia យើងមើលឃើញថាកាកសំណល់គឺជាធនធានដែលអាចបង្កើតនៅផលិតផលដែលមានតម្លៃបន្ថែមថ្មីយ៉ាងសម្បូរបែបជាស្ដែងជាមួយនឹងគំនិតនវានុវត្តន៍ថ្មីរវាងការច្របាច់បញ្ចូលនៃកាកសំណល់ឈើរបស់យើងជាមួយនឹងទំនៀមទម្លាប់ប្រពៃណីនៃការប្រើប្រាស់ជ័រឈើធម្មជាតិយើងបានបង្កើតនៅរូបមន្តថ្មីមួយដែលបង្កើតបានទៅជាវត្ថុធាតុដើមដែលមានគុណភាពល្អទទួលស្គាល់ជាអន្តរជាតិផងដែរដែលយើងអាចផលិតនៅវត្ថុអនុស្សាវរីយ៍ឬក៏វត្ថុតាំងលម្អយ៉ាងច្រើនសម្បូរបែបជាស្ដែងដោយរូបប្រទេសរបស់ព្រះនាងឥន្ទ្រទេវីរូបនេះគឺយើងកែច្នៃអំពីកំទេចអាចណាលាយជាមួយនឹងជ័រឈើធម្មជាតិរបស់យើងនវានុវត្តន៍នេះបាននាំយកជីវិតថ្មីដល់ធនធានដែលធ្លាប់ត្រូវបានគេបោះបង់ចោលពីសំណល់ឈើដែលគេមើលរំលងAnon Cambodia បានបង្កើតជារូបចម្លាក់ស្នាដៃសិល្បៈនិងផលិតផលប្រើប្រាស់ជាច្រើនដែលមានទាំងតម្លៃសេដ្ឋកិច្ចនិងតម្លៃវប្បធម៌យើងអាចប្រើប្រាស់ជ័រឈើទាំងនេះបំលែងទៅជាវត្ថុធាតុដើមថ្មីមួយទៀតតាមរយៈការច្របាច់បញ្ចូលគ្នាជាមួយនឹងកាកសំណល់ឈើដែលគេបោះបង់ចោលគំនិតនេះគឺបានដោះស្រាយបញ្ហាធំពីរទី1គឺបញ្ហាកាកសំណល់ឈើដែលមានជាច្រើនពាន់តោនជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងហើយនិងទី2យើងអាចចូលរួមក្នុងការលើកកម្ពស់ប្រើប្រាស់នៅធនធានព្រៃឈើធម្មជាតិប្រកបដោយនិរន្តរភាពអ្វីដែលធ្វើឲ្យនវានុវត្តន៍នេះកាន់តែពិសេសគឺការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរទៅក្នុងការរចនានិងការបង្កើតផលិតផលក្បូរក្បាច់រចនានិងសោភ័ណភាពនៃផលិតផលទាំងនេះមានឫសគល់ចេញពីមរតកវប្បធម៌ដ៏ផូរផង់របស់កម្ពុជាស្នាដៃទាំងនេះក៏កំពុងបង្ហាញសក្តានុពលកម្មរវាងនវានុវត្តន៍និរន្តរភាពនិងអត្តសញ្ញាណជាតិនៅតាមសហគមន៍និងតំបន់ទេសចរណ៍ជាច្រើនផលិតផលទាំងនេះជួយបង្កើនសោភ័ណភាពបង្ហាញភាពច្នៃប្រឌិតនិងការយកចិត្តទុកដាក់ដល់បរិស្ថានរបស់យើងតាមរយៈការជំនួសការដុតបំផ្លាញនៅកាកសំណល់ឈើយើងបានកំពុងចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយការបញ្ចេញកាបូននិងការបំពុលបរិស្ថានយើងបានបង្កើតការងារបៃតងប្រកបដោយបរិយាបន្នសម្រាប់សិប្បករដែលជាស្ត្រីនិងយុវជននៅក្នុងសហគមន៍របស់យើងដើម្បីធានាថានៅថ្ងៃក្រោយពួកគាត់ក្លាយទៅជាផ្នែកមួយដែលសំខាន់ក្នុងការកសាងនៅទីកន្លែងដែលពួកគាត់រស់នៅនេះគឺជាសេដ្ឋកិច្ចជារង្វង់ដែលមានន័យថាកាកសំណល់ក្លាយទៅជាការងារក្លាយទៅជាសោភ័ណភាពហើយសោភ័ណភាពក្លាយទៅជាសហគមន៍ Anon Cambodia កំពុងបង្ហាញថាសំណល់មិនមែនជាទីបញ្ចប់ទេជាមួយនឹងគំនិតច្នៃប្រឌិតនិងបច្ចេកវិទ្យាវាអាចក្លាយជាធនធានថ្មីជួយអភិរក្សនិងអភិវឌ្ឍវប្បធម៌ខ្មែរបង្កើតការងារនិងកសាងអនាគតបៃតងសម្រាប់កម្ពុជា